មេដឹកនាំប្រទេសចំនួន10រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងពេលបច្ចុប្បន្នបាននិយាយអំពីមេដឹកនាំប្រទេសដែលក្រីក្របំផុតលើពិភពលោកនោះប្រហែលជាលោកអ្នកធ្លាប់ស្គាល់ឬមកហើយគឺលោកជូសេម៉ូជីកាដែលជាអតីតប្រធានាធិបតីរបស់ប្រទេសអូរ៉ាកាយដែលលោកបានទទួលមរណភាពទៅហើយកាលពីឆ្នាំ2015ប៉ុន្តែនៅក្នុងវីដេអូនេះសូមលើកឡើងនៅមេដឹកនាំប្រទេសចំនួន10នាក់ដែលសតតែជាមនុស្សមានទ្រព្យសម្បត្តិជាច្រើនមិនគួរជឿតើមេដឹកនាំប្រទេសទាំង10នោះគឺជានរណាខ្លះហើយពួកគេម្នាក់ៗមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាហើយទ្រព្យសម្បត្តិរបស់ពួកគេនោះមានប្រភពចេញមកពីណាសូមអញ្ជើញលោកអ្នកទស្សនាជាបន្តនឹងបានជ្រាបទាំងអស់គ្នាទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor លំដាប់ទី10ម៉ូហាម៉េតទី6ព្រះមហាក្សត្ររបស់ប្រទេសម៉ូរ៉ូកូព្រះអង្គត្រូវបានទស្សនាវដ្តី Forbes បានប្រមាណថាអាចមានទ្រព្យសម្បត្តិចន្លោះពី$5,000 លានទៅដល់$6,000 លានអាមេរិកទ្រព្យសម្បត្តិរបស់ព្រះអង្គកើតចេញពីការកាន់កាប់ភាគហ៊ុនដ៏ច្រើនរបស់ព្រះអង្គទៅលើក្រុមហ៊ុនដែលធំជាងគេនៅក្នុងប្រទេសម៉ូរ៉ូកូដែលមានឈ្មោះថាក្រុមហ៊ុន Almada ក្រុមហ៊ុននេះរកស៊ីច្រើនវិស័យណាស់រាប់ចាប់តាំងពីធនាគាររ៉ែរហូតទៅដល់កសិកម្មលំដាប់ទី9គីមចុងអ៊ុននេះគឺជាមេដឹកនាំកំពូលរបស់រដ្ឋកុម្មុយនីសកូរ៉េខាងជើងនៅក្នុងពេលបច្ចុប្បន្ននេះគីមចុងអ៊ុនត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិសុទ្ធប្រហែលជាង$5,000 លានអាមេរិកយ៉ាងណាក៏ដោយទ្រព្យសម្បត្តិរបស់គាត់នេះហាក់ដូចជាមានភាពអាត់កំបាំងដោយសារតែសេដ្ឋកិច្ចរបស់កូរ៉េខាងជើងទទួលរងនូវទណ្ឌកម្មយ៉ាងខ្លាំងពីអាមេរិកនិងបណ្ដាប្រទេសនៅអឺរ៉ុបប៉ុន្តែគេដឹងថាលោកគីមចុងអ៊ុននេះកាន់កាប់ទ្រព្យសម្បត្តិស្ទើរតែមួយប្រទេសទៅហើយនៅក្នុងទឹកដីកូរ៉េខាងជើងលំដាប់ទី8លោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកត្រាំត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិចន្លោះពីជាង$5,000 លានទៅដល់$7.2,000 លានអាមេរិកទ្រព្យសម្បត្តិរបស់គាត់នេះកើតចេញពីការរកស៊ីច្រើនផ្នែករាប់ចាប់តាំងពីបណ្ដាញព័ត៌មានអចលនទ្រព្យហើយនិងការលក់ license ទៅឲ្យអ្នកផ្សេងគូក៏សម្គាល់ថាចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងគួរឲ្យកត់សម្គាល់ទី7 Alexander Lukashenko ប្រធានាធិបតីរបស់ប្រទេស Belarus នៅក្នុងឆ្នាំ2026នេះយោងតាមទស្សនវិស័យ Forbes ហើយនិង Yahoo Finance លោកមានទ្រព្យសម្បត្តិចន្លោះពី$8,000 ទៅ$9,000 លានអាមេរិកយោងតាមរបាយការណ៍របស់អ្នកស៊ើបអង្កេតអន្តរជាតិឲ្យដឹងថា Alexander Lukashenko បានកាន់កាប់ទៅលើទ្រព្យសម្បត្តិមិនច្បាស់ការជាច្រើននៅក្នុងប្រទេសហើយថែមទាំងបានកាន់កាប់ភាគហ៊ុនដែលជាក្រុមហ៊ុនផ្ដាច់មុខរបស់រដ្ឋទៀតផងដូច្នេះហើយបានជាទ្រព្យសម្បត្តិរបស់គាត់កើនឡើងឥតឈប់ឈរទី6ប្រមាចាស់សៀកម៉ាហាម៉េតប៊ីនរ៉ាស៊ីតអាល់ម៉ាតុមដែលជាអនុប្រធានាធិបតីជានាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប់រួមហើយក៏ជាមេដឹកនាំរបស់ទីក្រុងឌូបៃព្រះអង្គគិតក្នុងឆ្នាំ2026នេះត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិរហូតទៅជាង$14,000 លានអាមេរិកចំណូលរបស់ព្រះអង្គបានមកពីក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យអាកាសចរណ៍ពលគឺក្រុមហ៊ុន Emirates Airlines ហើយនិងក្រុមហ៊ុនជាច្រើនទៀតដែលជាក្រុមហ៊ុនវិនិយោគនៅបរទេសលំដាប់ទី5ប្រម្ចាស់ម៉ាហាម៉េតប៊ីនសាល់ម៉ាន់ដែលជារាជទាយាទនិងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គមានទ្រព្យសម្បត្តិនៅក្នុងពេលបច្ចុប្បន្ននេះប្រហែលជាង$25,000 លានអាមេរិកទ្រព្យសម្បត្តិរបស់រាជទាយាទអង្គនេះបានមកពីមរតករាជវង្សហើយនឹងការកាន់កាប់ទៅលើភាគហ៊ុនក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសជាពិសេសនោះគឺក្រុមហ៊ុនប្រេងធំបំផុតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានឈ្មោះថា Saudi Aramco លំដាប់ទី4 Hassanal Bolkiah ព្រះមហាក្សត្ររបស់ប្រទេសប្រ៊ុយណេយោងតាមសារព័ត៌មាន Yahoo Finance គិតនៅក្នុងឆ្នាំ2026នេះ Hassanal Bolkiah មានទ្រព្យសម្បត្តិប្រហែលជាខ្ទង់$28,000 លានអាមេរិកគំនូរទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះអង្គនេះកើតឡើងពីការកាន់កាប់ទៅលើក្រុមហ៊ុនជាច្រើនទសវត្សរ៍នៅក្នុងប្រទេសប្រ៊ុយណេជាពិសេសនោះគឺក្រុមហ៊ុនប្រេងហើយនិងក្រុមហ៊ុនឧស្ម័នធម្មជាតិលំដាប់ទី3សៀកម៉ាហាម៉េតប៊ីនសាយ៉ាត់អាណាយ៉ានដែលជាប្រធានាធិបតីរបស់ប្រទេសអារ៉ាប់រួមនៅក្នុងពេលបច្ចុប្បន្ននេះលោកត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិប្រហែលជាង$30,000 លានអាមេរិកគាត់គឺជាមេដឹកនាំរបស់ទីក្រុងអាប៊ូដាប៊ី
ហើយទ្រព្យសម្បត្តិរបស់គាត់នេះកើតឡើងពីការកាន់កាប់ភាគហ៊ុនទៅលើក្រុមហ៊ុនជាច្រើនក្នុងប្រទេសជាពិសេសគឺក្រុមហ៊ុនប្រេងហើយគាត់មានការវិនិយោគជាច្រើនទៅឯបរទេសទី2មហាវជ្រាលង្កនដែលជាព្រះមហាក្សត្ររបស់ប្រជាណាចក្រថៃនៅក្នុងពេលបច្ចុប្បន្នមហាវជ្រាលង្កនមានទ្រព្យសម្បត្តិរហូតដល់ទៅ$43,000,000,000ស្ដេចថៃអង្គនេះត្រូវបានគេទុកថាជាព្រះមហាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងចំណោមរាជវង្សឬក៏ព្រះមហាក្សត្រដែលនៅសេសសល់នៅពេលបច្ចុប្បន្ននេះទ្រព្យសម្បត្តិរបស់ក្សត្រអង្គនេះបានមកពីមរតករបស់អតីតព្រះមហាក្សត្រព្រមទាំងការកាន់កាប់ភាគហ៊ុនទៅលើក្រុមហ៊ុនធំៗជាច្រើននៅក្នុងទឹកដីរបស់ថៃឧទាហរណ៍ដូចជា Siam Commercial Bank ហើយនិង Siam Cement Group លំដាប់ទី1មេដឹកនាំប្រទេសនៅក្នុងពេលបច្ចុប្បន្នដែលមានទ្រព្យសម្បត្តិច្រើនជាងគេគឺលោក Vladimir Putin ដែលជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីគេគ្រាន់តែដឹងថាលោក Putin មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមមេដឹកនាំនៅក្នុងពិភពលោកក៏ប៉ុន្តែគេមិនអាចកំណត់ច្បាស់លាស់ថាតើគាត់មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាទេគេត្រឹមតែអាចប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់គាត់នោះអាចមានចន្លោះពី$70,000,000,000រហូតដល់$200,000,000,000មូលហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ចេះតែកើនឡើងឥតឈប់ឈរច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះគេក៏ពិបាកប៉ាន់ស្មានដែរពីប្រភពនៃទ្រព្យសម្បត្តិទាំងអស់នោះគេគ្រាន់តែដឹងថាបើយោងទៅតាមប្រាក់ខែក្នុងតំណែងជាប្រធានាធិបតីរបស់គាត់នោះមិនអាចធ្វើឲ្យគាត់ក្លាយទៅជាមានទ្រព្យសម្បត្តិច្រើនបែបនេះបានទេសូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយយើងនឹងជួបគ្នាជាថ្មីនៅក្នុងវីដេអូក្រោយ